ខ្មែរហ្នឹងមកជួបគ្នានៅវត្តហើយចេះស្រឡាញ់គ្នាព្រោះដីវាចិត្តអស់ហើយនឹងគេប្រើសាសនាមកលុបក្នុងការជួយជាតិគេប្រើអញ្ចឹងមិននាំនេះថ្មិចភ្នែកស្រុកបាត់ដំបងហ្នឹងពីដើមហ្នឹងស្អីក៏ថៃដែរកៅជាងឈប់ទៅស្រឡាញ់ទឹកដីស្រឡាញ់ជាតិខ្លួនឯងឲ្យចេះឈឺចាប់ណាជីវិតណាញាតិញោមដំណើរចឹងទូលប្រកេនសិស្សគុណទាំងឡាយរបស់ប្រដេកប្រគុណអតិមនីអុកមុតជាពិសេសខ្ញុំកណាសូមពិតរាជការប្រកេនចំពោះព្រះសង្ឃវត្តព្រះសង្ឃខេត្តបាត់ដំបងទាំងអស់សូមប្រកាសណាព្រះមេត្តាជ្រាបថាសម្បុកនេះអស់មេបាបណ្ដើហើយឥឡូវនៅសេសសល់តែព្រះប្រឡាត់គុណមួយអង្គទៀតតែប៉ុណ្ណោះទេដែលជាចាស់ជាទុំនៅក្នុងខេត្តក្រៅពីនោះគឺអស់ហើយទានចាស់ចឹងភារៈនឹងមិនយូរមិនឆាប់ទេគឺនឹងធ្លាក់មកលើកូនសាសគុណទាំងឡាយនៅក្នុងខេត្តនឹងអញ្ចឹងព្រះមន្ត្រីសង្ឃអ្នកខេត្តអ្នកស្រុកអីទាំងអស់សូមប្រកាសណាជាម្ចាស់មេត្តាជ្រាបថាកិច្ចការសាសនានេះធំណាស់ត្បិតតែវាមិនដូចរាជការក៏ប៉ុន្តែធំក្រៃលែងហើយត្រូវការលះបង់នឹងធំមហាសាលទៅទៀតនៅក្នុងជីវិតរបស់ពួកសាមណៈនេះដើមឡើយយើងមានគ្រូអាចារ្យមានព្រះឧបជាអន្តមនីអុកមុតនេះជាមលុបត្បិតតែបដិប្រគុណអុកមុតលោកមិនមែនជាអ្នកប្រាជ្ញដោយបដិប្រគុណប៉ុនសម្ភាជដោយប្រដិសម្ដេចបវណ្ណរដ្ឋអ៊ីវទួតអីយ៉ាងណាក៏ក្រោយឆ្នាំ79មកព្រះអង្គបដិប្រគុណអុកមុតនេះព្រះអង្គមានបច្ចុប្បន្នវែងជាងគេប្រៀបទៅជាមួយនឹងបដិប្រគុណអឿលឿមនឹងចាស់ចំនួននុនលយលឿងគុណប៉ក់សយដែលជាប្រធេរៈល្អចាស់ហ្នឹងបដិប្រគុណអន្តមនីអុកមុតនោះបច្ចុប្បន្នវែងជាងគេញោមដែលនៅថែរក្សាដឹកនាំសាសនានឹងបានល្អខ្លះមិនបានខ្លះតែយ៉ាងណាក៏ព្រះអង្គបានលះបង់ជីវិតដើម្បីនឹងព្រះសាសនានេះបានហើយនេះជាគុណូបការៈដ៏ធំហើយការលះបង់នេះមិនអាចដោយធម្មតាបានទេញាតិញោមលះនោះលះហើយមកជីវិតណាលោកឪហ្នឹងដឹងមានច្រាស់ដល់ថ្មិញអត់ផងទេការសួតទៅហ្នឹងកាលណាសង្ស័យអត់ផងទេមើលទៅនេះគ្មានត្រាប់គ្មានស្អីគេទេឃើញដើរដកទៅស្មៅពេលបញ្ជូនចាស់ទៅវាអត់មានត្រាប់អីដល់សោះណាគ្មានទេចឹងការលះបង់នេះធំណាស់របស់លោកគ្រូយើងអញ្ចឹងបាននៅក្នុងឆាយាធរធัวជាមលុបដែលព្រះសម្មាសម្ពុទ្ធជាម្ចាស់លោកសំដែងថាអ្វីដែលជាមលុបនៅក្នុងសង្គមមនុស្សលោកនេះមេត្តាបេតុឆាយាមេត្តាបិតាហ្នឹងជាមលុបញាតិឆាយាញាតិណាញាតិញោមញាតិហ្នឹងបើល្អជាមលុបមេត្តាបិតាជាមលុបញាតិជាមលុបកេរុឆាយាគ្រូជាមលុបគ្រូនេះសំខាន់ណាស់ញាតិញោមអត់បើបានគ្រូល្អការសាងភ្នោះក្តីការរស់នៅក្នុងវត្តអារាមនឹងដូចរស់នៅឋានសួគ៌សុខតែបើបានគ្រូអត់ល្អនឹងដូចរស់នៅក្នុងធុងសាំងយ៉ាងវាក្តៅក្រហល់ក្រហាយមិនសុខទេចឹងបានព្រះសម្មាសម្ពុទ្ធជាម្ចាស់នឹងត្រាស់បង្រៀនដល់ភិក្ខុសង្ឃដែលជាប្រឧបជានឹងឲ្យធ្វើខ្លួនคล้ายទៅជាវិញ្ញូជន
ខ្លាយទៅជាភិក្ខុដែលល្អទទួលខុសត្រូវព្រោះសេចក្តីពិតរបស់ពួកបទុជនយើងគឺរស់នៅជីវិតប្រចាំថ្ងៃហ្នឹងឯងចឹងគេរុឆាយាមលុបគឺគ្រូនេះសារៈសំខាន់ណាស់បកូនណាម្ចាស់ដូចបដិបគុណប្រឧបជាចឹងគ្រាន់តែឲ្យមលុបសិស្សគុណហ្នឹងចង់ចូល45ឆ្នាំចិត្តកន្លះសតវត្សទស្សវត្សកៅជាងញោមអើយអាត្មានឹងឃើញបដិបគុណលោកឪនឹងនិមន្តទៅវត្តម្ដងគេមិនដែលឲ្យចិត្តគេនៅឆ្ងាយឆ្ងាយគេនៅតូចតូចធេរៈចុះមិនចេះចង់ឃើញលោកថាព្រះមេគុណប៉ុន្តែនិស័យល្អមួយបដិបគុណមេគុណនេះនិស័យដាក់ខ្លួនញាតិញោមមានសន្តោសៈសន្តោសក្នុងជីវិតប្រចាំថ្ងៃមិនប្រកាន់ញាតិញោមអង្គខ្លះប្រកាន់ដោយជីវរមិនសន្តោសក្នុងជីវរមិនសន្តោសក្នុងជីវិតប្រចាំថ្ងៃអ្នកក្រមិនជួបលោកតូចតាចមិនរាប់រស់អ្នកខ្លះណាធំរមងដូចចុះពីឋានតាវទឹកមកចឹងហើយហ្នឹងប្រធេរៈអង្គខ្លះមានការបដិបត្តិមិនល្អកាលនៅតូចល្អដល់ឡើងធំលេងល្អណាអត់ស្គាល់ញោមអត់ស្គាល់ប្រសង់ធ្លាប់ចឹងការចូលទៅចិត្តប្រធេរៈដែលមិនប្រកបដោយសេចក្តីសន្តោសនេះលំបាកហើយអ្នកបួសនេះញាតិញោមអញ្ចឹងបានព្រះអង្គលោកត្រាស់សម្ដែងនៅក្នុងឆាយាធរហ្នឹងគឺប្រកាសណាស់ថាជីវិតអ្នកបួសនេះនៅក្នុងវត្តនេះ100 200អង្គនេះមានឪពុកម្ដាយឯណាបើញាតិញោមយកមកដាក់វត្តហើយហ្នឹងអញ្ចឹងឪពុកម្ដាយដែលជាទីពឹងទីរលឹករបស់អ្នកបួសហ្នឹងគឺមានព្រះឧបជាលោកគ្រូនោះឯងជាមលុបញាតិញោមបើសិនប្រធេរៈមានបច្ចុប្បន្នច្រើនចេះគង់នៅក្នុងវត្តមិនសូវជាអីប្រមាណទេញាតិញោមបើថាចូលមកកាន់ជីវិតភ្នោះនេះតាំងពីអាយុ11ឆ្នាំ12 13ឆ្នាំតូចយ៉ាងដូចអាត្មាអញ្ចេះអីមកដល់ហ្នឹងកំសត់ហើយបើគ្មានគ្រូអាចារ្យនឹងណែនាំនឹងអោបកសោបអប់រំព្រានបដៅទេការរស់នៅក្នុងវត្តនឹងដូចគុកឥតចិញ្ចាំងអញ្ចឹងវាដឹងថាគេប្រាប់ថាខុសប៉ុន្តែយើងវាមិនយល់ថាហេតុអីបានខុសវាទូចពេកណាញាតិញោមបួសណាប្រពៃណីយើងនឹងបួសទូចពេកដល់អញ្ចឹងទៅហ្នឹងគឺទៀមទាឲ្យលោកគ្រូចៅតកាហ្នឹងត្រូវប្រកបដោយធម៌មានការយល់ដឹងអំពីធម្មៈអំពីវិន័យហើយនឹងសេចក្តីសន្តោសចំពោះភិក្ខុសាមណេរក្រោមអាវាតបើមិនចឹងកំសត់ណាញាតិញោមមនុស្សលោក100 200ក្មេង50 60មនុស្ស300នាក់ដូចប្រទាយទៅហ៊ានមួយធំអញ្ចឹងញាតិញោមអញ្ចឹងមលុបគឺគ្រូនេះមលុបគ្រូនេះគឺសំខាន់ណាស់អញ្ចឹងសំដែងប្រកេនលោកគ្រូបច្ចៅអធិការព្រះឧបជាស្រុកខេត្តបកណាជាម្ចាស់សូមព្រះអង្គមេត្តាយកចិត្តទុកដាក់បន្ថែមទៀតបកូនណាអង្គណាបានបំពេញហើយសូមបន្តបន្ថែមទៀតណាបើមិនចឹងទេវត្តអារាមហ្នឹងដូចគុកចឹងញាតិញោមមិនបានថាអញ្ចឹងតែមិនស្រួលណាកាត់យកទៅថាអាត្មាចេះចុះទៀតឥឡូវបានទេតែមិនស្រួលគេកាត់ឯងគេចង់ជេរណាគេកាត់មកតិចដាក់នៅហ្នឹងជេរណាឥឡូវស្រុកឥឡូវមួយយ៉ាងដែរខ្ញុំណាមិនបាច់ចាំជេរខ្លួនឯងនេះប្រើតែលោកឲ្យទៅជេរទៅណាហើយលោកនឹងទេសនាឲ្យដេកគ្មានលក់ទេខ្លាចគេរស់រឿងនោះឯងវាមិនទេសយើងវាមិនទេសអញ្ចឹងស្រុកឥឡូវវាមនុស្សវាអញ្ចឹងមិនបានថាអញ្ចឹងដោយសារតែជីវិតរបស់អ្នកបួសនេះគ្របដណ្ដប់ដោយច្បាប់ញាតិញោមដោយធម៌ដោយវិន័យហើយបើបដិប្រគុណចាស់អញ្ចឹងលោកយល់តែព្រះអង្គតូចបើវត្តនឹងអត់មានការអប់រំអីច្បាស់លាស់ទៀតសាមណេរទូចហ្នឹងគេហៅថាវងវែងយល់ច្រឡំ
មិនដឹងថាមួយណាជាធម្មៈមួយណាជាធម៌មួយណាជាវិន័យមួយណាជាមិនមែនធម៌មួយណាជាមិនមែនវិន័យអញ្ចឹងបានព្រះអង្គត្រាស់សម្ដែងនៅក្នុងឆាយាធម៌នឹងសំខាន់ណាស់សំខាន់ត្រង់ថាព្រះឧបជានោះជាពិសេសលោកគ្រូចៅដីកានោះឲ្យមកលុបដល់ភិក្ខុសាមណេរនៅក្នុងវត្តដូចញាតិញោមឲ្យមកលុបកូនចៅអញ្ចឹងញាតិញោមមើលបែក30 40ឆ្នាំហើយនៅតែនឹកញោមនៅជើងវត្តត្រីសចេះតែរួចដល់ឃើញទៅមិនសិនមិញនៅឃើញថាណែគេស្លាប់អស់ហើយតែញោមថាសល់កណាម្នាក់ទៀតបងមិនទាន់ស្លាប់ទេ8ជាងហើយមើលមិនឃើញទេនឹងអ្នកឲ្យចិញ្ចឹមហើយអ្នកចិញ្ចឹមបាយតាំងពីតូចមកជាឧបាសិកាដែលមិនមានពាក្យថាមិនតន់ទេចង្ហាន់ប្រសងវត្តអូណាអប្រសងវត្តត្រីសោះហៅឧបាសិការូបនោះថាជាញោមដើមស្វាយព្រោះនៅមុខផ្ទះគាត់ហ្នឹងមានដើមស្វាយមួយដើមហើយអត់ដែលផ្ទះនោះទៅបិណ្ឌមិនដែលថាលោកម្ចាស់អើយកណាមិនតន់ទេថ្ងៃនេះមិនដែលមានទេអញ្ចឹងប្រសងដែលនិមន្តចាក់ចេញពីបាត់ដំបងទៅកាន់ប្រទេសដទៃជួបគ្នាសួរទៅរឿងញោមដើមស្វាយហ្នឹងអ្នកក្រោយវាមិនដឹងហៅញោមយ៉ាងណាប៉ុន្តែនៅដាក់បាតឬថានៅដាក់បាតមលុបគ្រូមលុបញាតិសាសនឆាយាមលុបសាសនាញាតិញោមសាសនាហ្នឹងក៏ជាមលុបជួយញាតិញោមណាបង្រៀនពុទ្ធបរិស័ទ